បាទជំរាបសួរបងប្អូនអ្នកស្ដាប់ YouTube អ្នកស្ដាប់នៅសង្គមបណ្ដាញ YouTube ទាំងអស់នៅថ្ងៃនេះខ្ញុំបើកបង្ហាញការធ្វើផ្សិតហើយនឹងការធ្វើផ្សិតដល់របស់ពួកយើងទាំងអស់គ្នាអញ្ចឹងខ្ញុំបង្ហាញសិនសំស្រួលទេបងប្អូនណោះបាទនេះគឺជាការរួចដីដើម្បីឲ្យផ្សិតវាដោះម៉ូបានល្អវាទប់សំណើមបានជាប់ខៃឡូវាក្តៅពេកអីពេកណាបងប្អូនបាទនេះខ្ញុំមិនទាន់បាននិយាយអំពីការធ្វើទេបងប្អូនដោយសារខ្ញុំជាប់រវល់ជាប់ដៃពេកអញ្ចឹងខ្ញុំមិនទាន់បាននិយាយទេបាទដាំកន្លែងនេះគឺបានចំនួន3រោងក្នុងមួយរោងមានប្រហែលជា30ម៉ែត្របណ្ដោយទទឹងនឹងប្រហែលជា5តឹកណាបងប្អូនហើយសូមបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube ទាំងអស់គ្នាដែលមានចិត្តចង់ដាំផ្សិតចំបើងដោយប្រើឬសម្បកសណ្ដែកបាយនោះបងប្អូននឹងអាចយកទៅអនុវត្តបានបងប្អូនទី1បងប្អូនត្រូវយកសម្បកសណ្ដែកទៅត្រាំបន្ទាប់ពីត្រាំហើយមួយយប់ពីរយប់ទៅតាមចំណង់ចំណូលរបស់បងប្អូនអ្នកធ្វើអញ្ចឹងគេយកសម្បកសណ្ដែកបាយច្រកក្រុងដោយក្រុងក្រហមរួចគេយកទៅតម្លាក់ទឹកហើយសង្កត់វាឲ្យសើមជោគមកគេដាក់វាទុកចោលវាមួយយប់ព្រឹកឡើងគេដាក់ធ្វើយើងទាញខ្សែទាញអីត្រឹមត្រូវណាបងប្អូនហើយនេះនៅក្នុងការបង្ហាញផ្ទាល់បងប្អូននៅដែលកំពុងតែរួយដីហ្នឹងគឺនៅខាងក្រោមវាគឺសម្បកសណ្ដែកបាយដែលគេដាក់ចំនួន3ធ្នាប់ហើយបានបន្ទាប់មកគឺគេរួយដីបន្ទាប់មកទៀតគឺគេរួយចំបើងបងប្អូននេះបងប្អូនឃើញទេនេះគឺការជជុះចំបើងក្របបងប្អូននេះជជុះចំបើងក្របដើម្បីការពារសំណើមវាឲ្យវាបានចំនួន3ថ្ងៃដោយក្នុងវីដេអូយើងខ្ញុំដែលបានបង្ហាញឲ្យបងប្អូននៅទស្សនានៅខ្សែវីដេអូមុនដែលខ្ញុំនិយាយអំពីការធ្វើផ្សិតហ្នឹងនេះជាការអនុវត្តពិតប្រកបបងប្អូននេះការគ្របចំបើងបែបនេះបងប្អូនគឺការពារទាំងសត្វផ្សេងដែលវាប៉ងយាយីនៅរោងផ្សិតរបស់យើងទាំងអស់គ្នាណាហើយនេះគឺជាការគ្របរបៀបនេះបងប្អូននេះឃើញទេគ្របរបៀបនេះហើយនោះគ្របរបៀបនេះចប់សັບគ្រប់ទេចាំមើលខ្ញុំថតឲ្យអស់ហើយបងប្អូននេះបាទអញ្ចឹងទេបងប្អូនហើយវីដេអូនេះមានខ្លីតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា